Hello ក៏ដូចជាសួស្តីអ្នកគ្នាបើត្រឡប់មកជួបជាមួយអ្នកមានសារជាថ្មីសុគីហើយថ្ងៃនេះយើងមកបន្តនៅរឿងប៉ាសុំបេរបស់យើងសារជាថ្មីអ្នកគ្នាតែមកនឹងបន្តនៅសាច់រឿងរបស់យ៉ាងណាគឺថាមានចង់អរគុណទៅកាន់បងដែលគាត់បានឧបត្ថម្ភមកកាន់អ្នកមានជាមុនសិនដែលគាត់មានឈ្មោះថា Red ភ័ក្រដែលគាត់បានធ្វើការឧបត្ថម្ភមកកាន់អ្នកមាននឹង$1ពិតជាអរគុណទៅកាន់បងខ្លាំងមែនទែនហើយសម្រាប់អ្នកគ្នាណាដែលចង់ធ្វើការឧបត្ថម្ភក៏ដូចជាលើកទឹកចិត្តអត់មានអញ្ចឹងណាគឺថាអាចឧបត្ថម្ភតាមរយៈ QR ដែលមានបានដាក់នៅខាងលើនេះបានមកថាតិចក្តីច្រើនក្តីគឺថាតាមសទ្ធារបស់អ្នកគ្នាអញ្ចឹងណាហើយបើអ្នកគ្នាអត់មានថវិកាទេក៏អាចជួយ support មានតាមរយៈការចុច Subscribe ក៏ដូចជា Like និង Comment ម្នាក់ផងហើយឥឡូវយើងកុំឲ្យខាតពេលរបស់យើងយូរយើងទៅបន្តនៅសាច់រឿងរបស់យើងអ្នកគ្នាដែលនៅភាគមុនយើងក៏បានដឹងដែរថាលោក Colonel នឹងបានបបួលទុកឯប្រុសវានឹងមកនៅកន្លែងមួយដែលគាត់សង្ស័យថាមាននៅមនុស្សរស់នៅក៏ដូចជាឮនៅសំឡេងអ្វីដូចជាចម្លែកនៅកន្លែងនោះអញ្ចឹងណាហើយកន្លែងនោះដែរគឺជាកន្លែងទីក្រុងមួយនោះឯងដែលនៅពេលនោះយើងក៏បានឃើញនៅមនុស្សមួយក្រុមដែលមានចំនួនរៀងច្រើនផងដែរក៏បានមានជីវិតរស់នៅកន្លែងនោះពិតមែនហើយនៅពេលនោះដែរក៏មាននៅក្មេងប្រុសម្នាក់ដែលគេបានយំនៅពេលនោះក៏មាននៅបរិបពីរនាក់ក៏បាននិយាយថាឲ្យក្មេងនឹងពិតជារំខានខ្លាំងមែនទែនហើយនៅពេលនោះក៏មាននៅអ៊ំស្រីម្នាក់មកនិយាយកាន់ជើងទៅកាន់ក្មេងនោះផងដែរថាកុំឲ្យពួកគេនឹងប្រកាន់ច្រើនពេកអីព្រោះអីគេគឺជាក្មេងដូច្នេះហើយគេមិនដឹងអីនោះទេហើយម្ដាយរបស់ក្មេងនោះក៏បានធ្វើការសុំទោសទៅកាន់បរិបពីរនាក់នោះផងដែរហើយនៅពេលនោះដែរក្មេងនោះក៏បានធ្វើការចង្អុលទៅខាងលើនៅពេលដែលម្ដាយរបស់គេសន្លឹងមើលទៅខាងលើគេក៏បានឃើញនៅសមោបិសាចមួយដែលមើលទៅកាន់វាគឺពិតជាគួរឲ្យខ្លាចខ្លាំងមែនទែនរួចហើយយើងក៏បានកាប់មកដល់ខាងក្រៅវិញម្ដងដែលយើងក៏បានឃើញនៅពពួកស៊ូប៊ីជាច្រើនដែលវាមាននៅខាងក្រៅដែលនៅពេលនោះក៏មាននៅឡានមួយបើកបុកនៅពពួកស៊ូប៊ីទាំងអស់នោះដែលឡាននោះដែរគឺជាឡានរបស់លោក Colonel ជាមួយនឹងទូកឯកប្រុសរបស់យើងឯងដែលនៅពេលនោះដែរលោក Colonel ហ្នឹងក៏បានអ៊ូតឡានគាត់ហ្នឹងទៅកាន់ទូកឯកប្រុសរបស់យើងផងដែរដែលគាត់បានអ៊ូតឡានរបស់គាត់ហ្នឹងថាគឺឡានរបស់គាត់ហ្នឹងខ្លាំងជាងអាឡូកុនដីទៀតដែលទូកឯកប្រុសយើងក៏មានប្រកែកអ្វីដែរដែលនៅពេលដែរលោក Colonel ក៏បានធ្វើការបន្ថែមល្បឿនឡានហើយគាត់ក៏បាននិយាយទៅកាន់ទូកឯកប្រុសរបស់យើងផងដែរថាគឺពួកគេហ្នឹងមិនមានពេលវេលាយូរនោះទេហើយមាននៅរឿងពីរដែលពួកគេហ្នឹងមិនអាចទាយទុកជាមុនបានដែរទីមួយនោះគឺថាផ្លូវដែលទៅជួយនៅមនុស្សទាំងអស់នោះគឺថាវាត្រូវបានជាប់ទៅដោយផ្ទាំងថ្មធំៗដោយមិនអាចចូលទៅបានដោយងាយស្រួលទោះបីជាប្រើនៅអាត្រាក់ទ័រក៏មិនងាយនោះដែរហើយទីពីរនោះគឺសំឡេងចម្លែកប្រកាសជាមាននៅពពួកបិសាចក៏ដូចជាស៊ុំបេអេនៅទីនោះជាមិនខានដែលវានៅជាប់ជាមួយនឹងពពួកប្រជាជនដែលនៅមានជីវិតនៅទីនោះជាមិនខានដូច្នេះហើយគឺពួកគេមិនមានពេលវេលាយូរដើម្បីជួយសង្គ្រោះទៅកាន់ពួកប្រជាជនទាំងអស់នោះទេដែលនៅពេលណាទូឯកប្រាប់យើងធ្វើការយកនៅ iPad នោះមកពិនិត្យមើលហើយក៏បានឃើញនៅកន្លែងនោះមាននៅច្រកខ្យល់មួយដែលវាពិតជាធំខ្លាំងមែនទែនហើយក៏បាននិយាយផែនការជាមួយលោក Colonel ដែរថាពួកគេនឹងចូលតាមច្រកនេះដើម្បីទៅជួយមនុស្សដែលមានជីវិតទាំងអស់នៅក្នុងនោះព្រោះហើយយើងក៏បានកាកមកដល់ខាងក្នុងនោះវិញម្ដងយើងក៏បានឃើញនៅប្រជាជនទាំងអស់នៅទីនោះគឺត្រូវបានអ្វីបានចាប់ចុំពួកគេដែលមើលទៅកាន់អ្វីដែលចាប់ចុំពួកគេទៅគឺវាប្រៀបដូចទៅនឹងសំណាញ់របស់ពីងអញ្ចឹងនៅពេលដែលម្នាក់ស្រីនោះក៏បានភាក់ខ្លួនហើយគេក៏បានភាក់ផ្អើលយ៉ាងខ្លាំងដោយនាងមិនដឹងទេថាតើមានអ្វីកើតឡើងមកកាន់ពួកគេដែលនៅពេលនោះនាងក៏បានធ្វើការរើបំរើដែលធ្វើនាងនឹងលបូតពីចំណងនោះហើយក៏បានធ្លាក់មកក្រោមទៅនៅពេលដែលម្នាក់ស្រីនោះគឺពិតជាភ័យខ្លាំងមែនទែនដោយសារតែនាងនឹងបានបាត់នៅកូនប្រុសរបស់នាងអញ្ចឹងណាដោយនាងក៏បានសួរមនុស្សគ្រប់គ្នានៅទីនោះមានបានឃើញនៅដាយុនកូនរបស់នាងដែរឬក៏ដាយកូនរបស់នាងដែរគឺមានឈ្មោះថាដាយុនដែលមនុស្សគ្រប់គ្នានៅទីនោះក៏បានប្រាប់ទៅកាន់នាងដែរថាគឺពួកគេអត់បានឃើញនៅកូនរបស់នាងនោះទេដែលនៅពេលដែលនាងក៏បានឮនៅសំឡេងមួយដែលសំឡេងដែរគឺដូចទៅនឹងកូនប្រុសរបស់នាងខ្លាំងមែនទែនដែលធ្វើឲ្យនាងនឹងរត់ទៅរកសំឡេងនោះដែលនាងក៏បានរត់ដល់ឃើញនៅផ្លូវមួយចុះទៅក្រោមដីដែលនៅពេលដែរនាងក៏បានរត់ចុះទៅដែលមាននៅបរិមម្នាក់ប្រុងខ្វល់ទៅកាន់នាងផងដែរប៉ុន្តែគឺថានាងអត់ស្ដាប់នោះទេគឺនាងរត់ទៅរកនៅកូនប្រុសរបស់នាងឯងដែលនៅពេលដែរបរិមម្នាក់នោះក៏ត្រូវបានឪពុករបស់គេនឹងថាឲ្យថាគេនឹងកំពុងតែធ្វើអីមិនរត់ឲ្យលឿនទៅដែលនៅពេលនោះបរិមម្នាក់នោះក៏បានស្រែកឲ្យគេនឹងប្រយ័ត្នផងដែរព្រោះអីមាននៅស៊ុំប៊ីមួយវងធ្វើការបើកការវេបហាទៅកាន់មនុស្សនៅទីនោះព្រោះហើយយើងក៏បានកាប់មកដល់នារីម្នាក់នោះវិញម្ដងដែលនាងក៏បានធ្វើការរត់ចុះមកក្រោមនៅពេលដែលនាងរត់មកដល់ខាងក្រោមនាងក៏បានមាននៅការភ័យផ្អើលយ៉ាងខ្លាំងដោយនាងបានឃើញនៅសមោស៊ុំប៊ីមួយយ៉ាងធំហើយស៊ុំប៊ីនោះដែរគឺមើលទៅកាន់វាគឺមានរូបរាងដូចទៅនឹងកូនប្រុសរបស់នាងខ្លាំងតែដែលធ្វើនាងនោះពិតជាស្រឡាញ់ការខ្លាំងតែនៅពេលដែលឃើញនៅស៊ុំប៊ីនោះដែរស៊ុំប៊ីនោះដែរវាក៏មាននៅជើងដូចជាពីងផងដែរដែលនៅពេលដែលស៊ុំប៊ីនោះវាក៏បានស្រែកយ៉ាងខ្លាំងដែលមើលទៅវាដូចជាយំអញ្ចឹងហើយនៅពេលដែលនាងឃើញបែបនេះគឺថានាងនោះពិតជាស្រឡាញ់កាំងខ្លាំងមែនទែនដែលនាងមិននឹកស្មានទេថាកូនប្រុសរបស់នាងបានខ្លាចទៅជាស៊ុំប៊ីបែបនេះដែលនៅពេលដែរស៊ុំប៊ីនោះក៏បានចាប់ទៅកាន់នាងក៏ប្រឹងនឹងស៊ីទៅកាន់នាងហើយនៅពេលដែរក៏មាននៅភ្លើងមួយក៏បានឆេះផ្ទុះមកពីខាងលើដែលធ្វើឲ្យស៊ុំប៊ីនោះវាឆេះហើយវាក៏បានស្រែកផងដែរនៅពេលដែលនាងឃើញបែបនេះមើលទៅកាន់នាងក៏ដូចជាអាណិតទៅកាន់
កូនប្រុសរបស់នាងខ្លាំងមែនទែនទោះបីជាគេខ្លាចទៅជាស៊ុំប៊ីប្រុសនឹងស៊ីនាងក៏នាងនៅទៅកាន់គេផងដែររួចហើយយើងក៏បានកាត់មកមុននេះបន្តិចវិញយើងក៏បានឃើញនៅទូឯកប្រុសយើងបាននិយាយគ្នាជាមួយនឹងលោក Colonel ផងដែរនៅពេលនោះទូឯកប្រុសយើងក៏បាននិយាយទៅកាន់លោក Colonel ផងដែរថាគឺពួកយើងនឹងមិនមានពេលគ្រប់គ្រាន់ទេបើសិនជាធ្វើទៅតាមផែនការរបស់លោក Colonel នោះពួកគេនឹងមិនអាចជួយសង្គ្រោះជីវិតមនុស្សសំបីតាមម្នាក់ដូច្នេះហើយទោះឲ្យគាត់នឹងធ្វើទៅតាមប្រទេសរបស់គាត់វិញដែលប្រទេសរបស់គាត់នោះដែរគឺជាការប្រើនៅសមត្ថភាពស៊ុំប៊ីរបស់គាត់នឹងឯងហើយនេះហើយគឺជាផែនការដែរទូឯកប្រុសរបស់យើងបាននិយាយជាមួយលោក Colonel ហើយភ្លឹង8ម៉េចដែរគឺជាស្នាដៃរបស់ទូឯកប្រុសរបស់យើងឯងគឺថាទូឯកប្រុសយើងគាត់ក៏បានធ្វើការលោតចុះមកពីខាងលើដែរខ្លួនរបស់គាត់នឹងមើលទៅគឺថាឆេះពោពេញទៅដោយភ្លើងតែម្ដងដែលនៅពេលដែរទូឯកប្រុសយើងក៏បានស្គាល់ទៅកាន់បិសាចនោះផងដែរដែលវាគឺជាប្រភេទពួក Skinwalker នឹងឯងដែលអ្នកនរគ្នាប្រហែលជាធ្លាប់ឮហើយអំពីពួក Skinwalker គឺវាធ្វើការបំញ្ញមនុស្សដោយការក្លែងបន្លំនៅមុខមាត់ឬក៏សម្លេងនឹងឯងហើយនេះដែរគឺជា Skinwalker ប្រភេទពីងពាលនឹងឯងដែលវាគឺជាពពួកបិសាចកម្រិតខ្ពស់ហើយមើលទៅទូឯកប្រុសយើងនៅពេលនេះប្រកាសជារៀងតាំងដៃបន្តិចហើយនៅពេលដែលប៉ះជាមួយនឹងបិសាចកម្រិតខ្ពស់បែបនេះដែលនៅពេលដែរzombie Skinwalker ពីងពាលនោះវាក៏បានធ្វើការបង្កើតវាប្រហារទៅកាន់ទូឯកប្រុសយើងដោយធ្វើការព្រោះនៅសំណាញ់របស់វានឹងទៅកាន់ទូឯកប្រុសយើងប៉ុន្តែគឺថាទូឯកប្រុសវានឹងធ្វើការចាប់ទៅកាន់សំណាញ់របស់វាហើយហក់ទៅវាយវាគឺថាវាយវានៅមុខរបស់វានឹងសាប់យកតែម្ដងហើយទូឯកប្រុសយើងគាត់ក៏បានគិតផងដែរថាជាមួយនឹងភ្លើងដែលឆេះសន្ទប់បែបនេះវាប្រកាសជាមិនអាចទប់ទល់ជាមួយនឹងគាត់បានទេហើយគាត់ត្រូវតែបញ្ចប់វាត្រឹមតែមួយក្បាច់តែប៉ុណ្ណោះនៅពេលដែលគាត់ប្រឹងនឹងបន្ថែមទៅកាន់zombieនោះហើយក៏មាននៅនរណាម្នាក់ក៏មកកាន់គាត់ដែរនោះដែរគឺជាស្រីម្នាក់នោះឯងដែលនាងគិតថានោះគឺជាកូនប្រុសរបស់នាងដូច្នេះនាងគប់ទៅកាន់ទូឯកប្រុសយើងហើយក៏បានប្រាប់ទៅឲ្យទូឯកប្រុសយើងហ្នឹងកុំធ្វើបាបនៅកូនប្រុសរបស់នាងអីនិយាយទៅគឺថានាងអត់ដឹងនោះទេថានេះគឺជាបិសាច Skinwalker ដែលវាបន្លំខ្លួនធ្វើជាកូនរបស់នាងឯងប៉ុន្តែទឹកចិត្តជាម្ដាយអ្នកនរគ្នាមើលទៅគឺថាទោះបីជាកូននឹងខ្លាចទៅជាzombieក៏នៅតែបារម្ភខ្លាចកូននឹងត្រូវគេធ្វើបាបអញ្ចឹងណាហើយដល់ពេលណាឆ្លៀតទូឯកប្រុសយើងគាត់កំពុងតែចាប់អារម្មណ៍ជាមួយនឹងស្ត្រីម្នាក់នោះភ្លេចខ្លួនបីខ្លាចzombieនោះវាក៏បានឆ្លៀតឱកាសនោះធ្វើការវាប្រហារទៅកាន់ទូឯកប្រុសយើងដោយវាប្រើនៅមាត់របស់វាយ៉ាងធំហើយធ្វើការស្រែកយ៉ាងខ្លាំងទៅដាក់ទូឯកប្រុសយើងដែរធ្វើឲ្យទូឯកប្រុសយើងខ្ទាតតែម្ដងហើយសម្លេងស្រែករបស់វាគឺថាពិតជាខ្លាំងមែនទែនដែលធ្វើឲ្យម្នាក់ស្រីនោះដែលនៅជិតនោះគឺថាធ្វើឲ្យនាងសន្លប់តែម្ដងនៅពេលដែលលើនៅសម្លេងស្រែកដ៏ខ្លាំងរបស់វាសូម្បីតែទូឯកប្រុសយើងនៅពេលនោះក៏ថាពិបាកនឹងទប់ទល់ផងដែរនៅពេលនោះបិសាចនោះវាមិនចាំពេលយូរវាក៏បានធ្វើការប្រើនៅសម្លេងស្រែកដ៏ខ្លាំងរបស់វាទៅការស្រែកដាក់ទៅកាន់ទូឯកប្រុសយើងបន្តទៀតដែលសម្លេងស្រែករបស់វាពិតជាខ្លាំងមែនទែនដែលវាធ្វើការដូចជាការដាក់សម្ពាធទៅកាន់ទូឯកប្រុសយើងយ៉ាងខ្លាំងដែលធ្វើឲ្យទូឯកប្រុសរបស់យើងស្ទើរតែបាត់បង់ស្មារតីទៅហើយប៉ុន្តែនៅពេលនោះគាត់ក៏បាននឹកឃើញទៅដល់ដាមីដែលជាកូនស្រីរបស់គាត់ហើយនឹកឃើញនៅពេលដែលនាងនឹងលើកកម្លាំងចិត្តទៅកាន់គាត់នឹងឯងដែលធ្វើឲ្យគាត់នឹងក៏បានភ្ញាក់មកវិញហើយគាត់ក៏បានធ្វើការបោកក្បាលខ្លួនឯងយ៉ាងខ្លាំងនៅទីនោះដើម្បីធ្វើឲ្យគាត់នឹងមានស្មារតីមកវិញបន្ទាប់ពីគាត់មានស្មារតីមកវិញហើយគាត់ក៏បានធ្វើការស្ទុះទៅដាក់នៅzombieនោះដែលគាត់បានធ្វើការសោយមួយដៃពីក្រោមដែលធ្វើឲ្យវានឹងបែកនៅកញ្ចប់មាត់របស់វាក៏ឲ្យវានឹងឈប់ស្រែកបានបន្តទៀតហើយគឺថាវាយវាប៉ុណ្ណឹងគឺថាទូឯកប្រុសវានឹងមិនទាន់អស់ចិត្តទេដែលគាត់ក៏បានធ្វើការហក់ស្ទុះទៅពីលើវាធ្វើការកញ្ច្រំទៅកាន់មុខរបស់វាក៏ដូចជាសាប់ទៅកាន់វានឹងដែលវាយវារហូតទាល់តែវានឹងចេញនៅរូបរាងដើមរបស់វាដែលនៅពេលនោះទូឯកប្រុសយើងក៏បាននិយាយទៅកាន់វាឲ្យវានឹងឈប់ធ្វើជាសម្លេងកូនក្មេងយំទៅព្រោះអីគាត់នឹងពិតជាថ្លង់ទៅកាន់វាខ្លាំងណាស់ប៉ុន្តែzombieនោះវាពិតជាដឺខ្លាំងមែនទែនដែលវានៅតែធ្វើជាសម្លេងក្មេងយំឯងដែលធ្វើឲ្យទូឯកប្រុសយើងពិតជាខឹងទៅកាន់វាខ្លាំងមែនទែនដែលទូឯកប្រុសយើងក៏បានធ្វើការទៅហែកនៅសាកសពរបស់វានឹងជាចំណែកផងដែររួចហើយយើងក៏បានការទៅដល់កន្លែងមួយវិញម្ដងដែលនៅពេលនោះយើងក៏បានឃើញនៅzombieមួយវងដែលវាកំពុងតែធ្វើការបោកចង់ទម្លុះចូលមកក្នុងហើយយើងក៏បានឃើញនៅមនុស្សមួយវងក៏បានខំប្រឹងទប់នៅទ្វារនោះផងដែរដែលយើងមើលទៅកាន់ពួកគេទៅគឺពួកគេពិតជាខំព្យាយាមដើម្បីទប់នៅទ្វារនោះខ្លាំងមែនទែនដើម្បីកុំឲ្យពួកzombieនឹងវាបុកសម្រុកចូលមកទីនេះបាននៅពេលដែលពួកគេកំពុងតែនាំគ្នាព្យាយាមទប់នៅទ្វារនោះដែរនៅពេលនោះក៏មាននៅបរិបម្នាក់គេមានអារម្មណ៍ដូចជាចម្លែកហើយនៅពេលនោះដែរក៏មាននៅផ្សែងហុយចូលមកក្នុងបន្ទប់របស់គេដែលធ្វើឲ្យមនុស្សគ្រប់គ្នានៅទីនោះពិតជាមានការភ័យខ្លាំងមែនទែនដោយពួកគេមិនដឹងថាមានអ្វីកើតឡើងទេនៅពេលនេះដោយសារតែមានផ្សែងជាច្រើនហុយចូលមកក្នុងបន្ទប់របស់គេដែលនៅពេលដែរក៏មាននៅបរិបម្នាក់បានប្រើទៅកម្មមនុស្សគ្រប់គ្នានឹងកុំឲ្យពួកគេឆាឡោអីហើយឲ្យពួកគេនឹងបើកនៅទ្វារនេះទៅព្រោះនៅពេលនេះគឺថាzombieវាលែងធ្វើសកម្មភាពអ្វីហើយឲ្យពួកគេនឹងបើកមើលទៅខាងក្រៅមើលតើមានអ្វីកើតឡើងដែលពួកគេមិនទាន់នឹងបានបើកទ្វារផងនៅពេលនោះទ្វារក៏ត្រូវបានគេទម្លុះចូលមកដែលធ្វើឲ្យពួកគេនឹងពិតជាមានការភ្ញាក់ផ្អើលខ្លាំងតែដល់គេពិតជាឆ្ងល់ខ្លាំងណាស់ថាតើអ្នកណាគឺជាអ្នកទម្លុះនៅទ្វារនេះចូលមកហើយនៅពេលនោះយើងក៏បានឃើញដែរអ្នកទម្លុះនៅទ្វារនេះចូលមកគឺជាទូឯកប្រុសរបស់យើងឯងដែលគាត់បានសម្លាប់នៅពពួកzombieនៅខាងក្រៅអស់ហើយគាត់ក៏បានយកនៅម្នាក់ស្រីនោះមកជាមួយគាត់ផងដែររួចហើយយើងក៏បានកាត់មកដល់នៅខាងក្រៅវិញម្ដងដែលយើងក៏បានឃើញនៅលោក Colonel កំពុងតែចាំទូឯកប្រុសយើងនៅខាងក្រៅផងដែរហើយនៅពេលនោះយើងបានឃើញនៅលោក Colonel
ណេហ្នឹងគឺថាគាត់ញញឹមដូចជាសប្បាយចិត្តខ្លាំងមែនទែនបន្ទាប់មកយើងក៏បានកាប់មកដល់ពេលព្រឹកវិញម្ដងនៅពេលនោះយើងក៏បានឃើញនៅមនុស្សគ្រប់គ្នាក៏បានចេញមកគឺពួកគេត្រូវបានតួឯកប្រុសរបស់យើងហ្នឹងជួយសង្គ្រោះរួចរស់មានជីវិតដែរមនុស្សដែលរួចរស់មានជីវិតពីកន្លែងនេះគឺថាមានចំនួនរហូតដល់37នាក់ឯណោះហើយនៅពេលនោះយើងក៏បានឃើញនៅពពួកទាហានបានទៅជួយនៅមនុស្សនៅទីនោះផងដែរដែលនៅពេលនោះគេក៏បានរកឃើញនៅដុំសំណាញ់ពីមួយនៅពេលដែលគេបើកមើលទៅគេក៏បានឃើញនៅកូនប្រុសរបស់ម្នាក់ស្រីនោះដែរកូនប្រុសរបស់នាងមានឈ្មោះថាដាយុននឹងឯងគឺថាកូនប្រុសរបស់នាងនោះមិនបានខ្លាចទៅជាសំបីនោះទេគឺគេនៅមានជីវិតរស់នៅឡើយទេនៅពេលដែលនាងឃើញនៅកូនប្រុសរបស់នាងមាននៅជីវិតបែបនេះគឺថានាងពិតជាសប្បាយចិត្តខ្លាំងមែនទែនហើយទាហាននៅទីនោះក៏នាំគ្នាទៅសើទៅកាន់ទូឯកប្រុសរបស់យើងផងដែរគឺថាគាត់នឹងពិតជាខ្លាំងមែនទែនដែលអាចជួយសង្គ្រោះជីវិតមនុស្សនឹងរហូតដល់ជិត40នាក់ឯណោះរួចហើយយើងក៏បានកាប់មកដល់បន្ទាយវិញម្ដងដែរនៅពេលនោះយើងក៏បានឃើញនៅកញ្ញាដាមីហើយយើងក៏បានឃើញនៅមនុស្សជាច្រើននៅទីនោះកំពុងតែនាំគ្នាអបអរទៅកាន់ទូឯកប្រុសរបស់យើងនឹងឯងហើយទូឯកប្រុសរបស់យើងនៅកន្លែងនេះគឺថាមើលទៅកាន់គាត់គឺថាពិតជាសង្ហាខ្លាំងមែនទែនហ្មងនិយាយទៅគឺថាជះរឿងមកសង្ហាខ្លាំងតែម្ដងហើយនៅពេលនោះយើងក៏បានឃើញនៅអាចារ្យឆាយារីផងដែរគឺនាងនឹងកំពុងតែឆ្ងល់គឺនាងនឹងមិនចង់ជឿទេថាទូឯកប្រុសរបស់យើងនឹងអាចធ្វើនៅរឿងនេះបានប៉ុន្តែគឺថាកូនចៅរបស់នាងនឹងក៏បានប្រាប់ទៅកាន់នាងទៅគឺថាឲ្យនាងនឹងមិនបាច់គិតច្រើនពេកនោះទេហើយនៅទីនោះយើងក៏បានឃើញនៅលោកខូលណេផងដែរដែលគាត់ក៏បានធ្វើការអបអរក៏ដូចជាទៅសើទៅកាន់ទូឯកប្រុសរបស់យើងផងដែរហើយនៅពេលនោះគាត់ក៏បានកន្លែងទៅឃើញនៅដាមីកូនស្រីរបស់គាត់ក៏បានលុកដៃទៅទទួលនាងហើយគាត់ក៏បានអោបទៅកាន់នាងផងដែរហើយយើងមើលទៅកាន់ពួកគេទាំងពីរនាក់ទៅគឺថាដូចជាមានក្តីសុខខ្លាំងមែនទែនហើយមីសិនរបស់ទូឯកប្រុសយើងនៅលើកនេះក៏បាន complete ដូចគ្នានិយាយទៅគឺថាមានមនុស្ស52នាក់ហើយស្លាប់អស់15នាក់ហើយទូឯកប្រុសយើងនឹងបានជួយសង្គ្រោះសរុបគឺ37នាក់នឹងឯងរួចហើយយើងក៏បានកាត់មកដល់នៅបន្ទប់មួយវិញម្ដងដែរនៅពេលនោះយើងក៏បានឃើញនៅទាហានម្នាក់ដូចជាយកនៅអាហារមកឲ្យបរិសម្នាក់ដែលគេកំពុងតែដេកសម្រាកនៅលើគ្រែនឹងឯងដែលមើលទៅកាន់សម្ដីទាហានមនុស្សយើងក៏បានដឹងដែរថាបរិសដែលដេកនៅលើគ្រែនោះប្រហែលជាកងទ័ពទាហានគ្នារបស់គេនឹងឯងដែលគេនឹងពិតជាបារម្ភទៅកាន់បរិសម្នាក់នោះខ្លាំងមែនទែនគឺថាបន្ទាប់ពីបំពេញនៅមីសិននេះហើយគឺថាគេនឹងពិតជាឈឺធ្ងន់ខ្លាំងមែនទែនបន្ទាប់ពីទាហានម្នាក់នោះយកនៅអាហារទៅឲ្យគ្នារបស់គេដែលកំពុងតែដេកឈឺនោះហើយគេក៏បានប្រាប់ទៅកាន់គ្នារបស់គេនឹងឲ្យសម្រាប់បានស្រួលទៅបន្តិចទៀតនេះគេនឹងយកនៅថ្នាំព្យាបាលឲ្យកាន់គេជាម្ខាងបន្ទាប់ពីទាហានមនុស្សលាទៅកាន់គ្នាគេហើយក៏បានចេញទៅបន្ទាប់ពីទាហានម្នាក់នោះបិទនៅទ្វារចេញទៅហើយយើងក៏បានឃើញនៅបរិសដែលកំពុងតែដេកឈឺនៅលើគ្រែនោះផងដែរដែលនៅពេលនោះគេបានបង្ហាញនៅមុខមាត់ពិតរបស់គេដែលការពិតទៅគឺគេមិនមែនជាមនុស្សនោះទេដែលគេក៏បានខ្លាចទៅជាបិសាចបាត់ទៅហើយយើងមិនដឹងទេថាមូលហេតុអីបានជាគេខ្លាចទៅជាបិសាចបែបនេះហើយយើងចាំមើលថាតើនឹងមានរឿងអ្វីកើតឡើងនៅពេលដែលមាននៅបិសាចចូលមកដល់ក្នុងបន្ទាយរបស់គេបែបនេះតើប្រជាជនទាំងអស់ដែលនៅបន្ទាយនេះនឹងទៅជាយ៉ាងណាយើងមានតែចាំតាមដានទស្សនានៅភាពបន្តទាំងអស់គ្នាដោយភាគនេះដែរក៏បានមកដល់ទីបញ្ចប់តែតែនឹងដែរអ្នកនរគ្នាហើយមុននឹងបញ្ចប់នៅវីដេអូរបស់យើងដែរសម្រាប់អ្នកនរគ្នាណាដែលអត់ទាន់បានចូលនៅក្រុម Telegram របស់មែនទេគឺថា scan ចូលទៅម្នាក់មួយទៅអ្នកនរគ្នាគឺដោយសារតែរឿងប៉ាប៉ាសំបីរបស់យើងគឺថានៅសល់តែប្រហែលភាគទីគឺថាអស់ភាគហើយអ្នកនរគ្នាគឺដោយសារតែវាទើបតែចេញអញ្ចឹងហើយគឺថាគេអត់ទាន់ចេញបានភាគច្រើនទេដូច្នេះហើយ scan ចូលម្នាក់មួយទៅអ្នកនរគ្នាស្រួលឲ្យ admin ហ្នឹងឲ្យអ្នកនរគ្នា rate នៅរឿងដែលចង់ admin ហ្នឹងសម្រាប់បន្តនៅរឿងប៉ាប៉ាសំបីរបស់យើងឯងហើយវីដេអូរបស់ admin នៅពេលនេះក៏មានតែប៉ុណ្្នឹងដែរយើងចាំជួបគ្នាបន្តទៀតនៅវីដេអូក្រោយ